សំពៅមាស Manchester City គឺបានជួបជាមួយនឹងរលកដ៏ធំនៅក្នុងសមុទ្រអាត្លង់តិកកាលពីព្រឹកមិញនេះលិចលង់ក្នុងលទ្ធផល3-4របូតឱកាសទៅកាន់ការប្រកួតក្នុងពានរង្វាន់ FIFA Club World Cup ដែលបានចាញ់ក្រុមបាល់ទាត់មកពីអារ៉ាប់យ៉ាងអាម៉ាស់នៅលើទឹកដីសហរដ្ឋអាមេរិកយប់មិញនេះក៏មានការប្រកួតមួយគូទៀតដែរគឺក្រុមបាល់ទាត់ពស់ខៀវ Inter Milan បាទគឺចាញ់ក្រុមបាល់ទាត់មកពីប្រទេសប្រេស៊ីលខាងឡាទីនគឺ Fluminense បាទបាត់បង់ឱកាសឡើងនៅកាន់ការប្រកួតវគ្គ8ក្រុមដូចគ្នាអញ្ចឹងក្រុមបាល់ទាត់2មកពីអឺរ៉ុបទាំង Man City ទាំង Inter Milan គឺបានហាលអាវត្រឹមវគ្គ16ក្រុមចុងក្រោយក្រុមធ្វើជើងក្រុមមកពីឡាទីននិងក្រុមមកពីតំបន់អាស៊ីគឺមិនធម្មតាទេ Al Hilal ឆ្នាំនេះគឺកាចមែនទែនបាទព្យាយាមទប់រហូតដល់ពួកគេមានឱកាសវាយបក Man City យកឈ្នះ Man City បានយ៉ាងអស្ចារ្យដល់ម៉ោងបន្ថែម15នាទីលើកទី1និងលើកទី2អ្វីដែលសំខាន់គឺកាលពីព្រឹកមិញនេះគឺក្រុមបាល់ទាត់បាទ Al Hilal ហ្នឹងគឺអ្នកចាំទី Yasin Bono នោះគឺល្អពេកហើយបាទ Bono គឺល្អខ្លាំងមែនទែនបាទសម្រាប់អ្នកចាំទីសញ្ជាតិម៉ារ៉ុកសង្គ្រោះបាល់ច្រើនបាល់ណាស់បើសិនជាគុំតែមានអ្នកចាំទីសង្គ្រោះបាល់ច្រើនបែបនេះខ្ញុំគិតថា Al Hilal ប្រហែលជាអាចនឹងធ្លាក់ចេញហើយប៉ុន្តែរឿងដែលមិននឹកស្មានដែលយើងគិតថាក្រុមបាល់ទាត់ Al Hilal អាចយកឈ្នះលើ Man City គឺមានមនុស្សភាគតិចណាស់ដែលអាចគិតបានហើយ Man City គឺតគាត់គ្រាប់ច្រើនមែនទែនតែចុងក្រោយលទ្ធផលគឺ Al Hilal ឡើងទៅកាន់ការប្រកួតវគ្គបាទ8ក្រុមចុងក្រោយឬក៏ Quarter Final ត្រូវជួបជាមួយនឹង Fluminense អញ្ចឹងជើងខ្លាំងអឺរ៉ុប2ត្រូវបានហាលអាវហើយដូច្នេះភាគរយខ្ពស់ណាស់ទៅកាន់ក្រុមបាល់ទាត់ Atletico Real Madrid និងក្រុមបាល់ទាត់ PSG ក្នុងការឈ្នះពានរង្វាន់ទឹកប្រាក់ដល់ទៅជាង$100 លានសម្រាប់ជើងឯកពានរង្វាន់នេះគឺចំណាយថវិកាដល់$1000 លានឯណោះច្រើនមែនទែនអញ្ចឹងយើងចាំអ៊ុតបន្តទៀតចាំមើលតើការប្រកួតនៅក្នុងពានរង្វាន់ FIFA Club World Cup ក្រុមណាបន្តទៀតដែលអាចឡើងទៅកាន់ការប្រកួតនៅក្នុងវគ្គQuarter Final ប៉ុន្តែគួរឲ្យសោកស្ដាយបំផុតនោះគឺក្រុមបាល់ទាត់អឺរ៉ុប2នេះហើយ Man City កាលពីព្រឹកមិញគឺសោកស្ដាយមែនទែនចំពោះអ្វីដែលពួកគេបានបរាជ័យបាទ Pep Guardiola រៀបចំកីឡាករបានត្រូវទេងាយងាមច្រើនមែនទែនការរៀបចំកីឡាករគូដូមិនគូដូកីឡាករដែលមិនត្រូវដូគឺដូរហូតដល់ស្ថានភាពក្រុមទាំងមូលគឺបាត់បង់ការបាទគ្រប់គ្រងហើយនឹងកម្លាំងចិត្តក្រុមទាំងមូលគឺធ្លាក់ចុះនៅពេលដែល Al Hilal ទប់ស្កាត់វាយបកពួកគេរកគ្រាប់បាល់ជ័យជំនះឲ្យតតែបានអញ្ចឹងបានថាឲ្យតែសំពៅដែលឆ្លងកាត់បាទព្យុះភ្លៀងឆ្លងកាត់រលកដ៏ធំមិនយូរទេបាទដឹងតែលិចទេប៉ុន្តែជាក់ស្ដែងគឺមែនបាទសំពៅមានព្រឹកមិញនេះគឺលិចលង់នៅសមុទ្រអាត្លង់តិកក្រុមធ្វើជើងបាទក្រុមរលកខៀវបាទគឺ Al Hilal អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះអត់មានអ្វីច្រើនទេជួបគ្នានៅវីដេអូក្រោយផងដែរបាទអរគុណ